បាទអនុញ្ញាតសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងចេញតាមផ្សារបាយចានហើយក៏ថតសកម្មភាពនៅតាមបណ្ដោយផ្លូវជាតិលេខ4នេះបាទចេញពីផ្សារបាយចានមកយើងបត់ស្ដាំយើងចាក់ទៅកបូលបាទផ្លូវកបូលហើយយើងរត់តាមផ្លូវជាតិលេខ4បងប្អូនបាទហើយទស្សនវិជ្ជាតាមផ្លូវជាតិលេខ4នេះมันមានការកកស្ទះច្រើនទេបងប្អូនបាទមានបងប្អូនយើងធ្វើចរាចរណ៍តាមផ្លូវមួយមិនជាច្រើនប្រហែលទេបាទព្រោះវេលាស្មោះនេះគឺម៉ោងទៅតែ9ទេបងប្អូនអញ្ចឹងបងប្អូនយើងកំពុងតែនៅបំពេញការងាររៀងខ្លួនហើយចំណែកឯខ្ញុំបាទថ្ងៃនេះយើងផ្សព្វផ្សាយបានតែ2ឡានទេដោយសារបងប្អូនចិត្តមួយគាត់ទៅជំនួសបង170ទៅក៏នៅតែ2ឡានអញ្ចឹងយើងរត់សូ2ឡានទៅបាទផ្សព្វផ្សាយឲ្យបងប្អូនយើងទស្សនាតាមផ្លូវផងក៏ដូចជាខ្ញុំបាទនេះផ្សព្វផ្សាយពីផលិតផលក៏ដូចជាគម្រោងលោកផ្ទះលោកដីរបស់មេបាទដោយឡែកបងប្អូនថ្ងៃនេះយើងដើមសប្តាហ៍បាទបងប្អូនសុខទុក្ខយ៉ាងណាដែរបាទតាមពីដែនតាមតំបន់ភៀសសិនបាទដល់គ្នាបាទអើយខ្ញុំបាទក៏មិនបានចូលរួមជាថាវិការឬមួយក៏ស្ពានទេប៉ុន្តែគាត់ថាយើងបានជួយដឹកជួយជញ្ជូនបាទដល់បងប្អូនពិសិដ្ឋដែរហ្នឹងបានចូលរួមចំណែកជាកម្លាំងកាយជួយដឹកជួយជញ្ជូនបាទហើយបងប្អូនយើងយ៉ាងមិនហើយបាទតាមព្រំដែនហ្នឹងគឺមានស្ថានភាពយ៉ាងមិនហើយបាទចាំជួយខមមិននៅក្នុងវីដេអូនេះផងដោយសារតែខ្ញុំបាទមិនបានជាដឹងច្បាស់ទេឥឡូវព័ត៌មានយើងដឹងតតែខាងក្រសួងព័ត៌មានក៏ដូចជាเพจរបស់ក្រសួងការពារជាតិក៏អ្នកបង្ហោះបានខ្ញុំជឿបានខ្ញុំ share ចែករំលែកទៅឲ្យបងប្អូនយើងដែរគាត់មិនបាន like page របស់ក្រសួងព័ត៌មានក៏ដូចជាក្រសួងការពារជាតិឲ្យគាត់បានដឹងផងបាទហើយយើងមកដល់ដល់9បងប្អូនទស្សនាវីដេអូនេះកុំភ្លេចជួយ like ជួយ share ជួយ comment នៅក្នុងវីដេអូខ្ញុំម្នាក់មួយផងបាទតើវីដេអូនេះច្បាស់អត់បងតែយើងថតនេះយើងដាក់ជើងកាមេរ៉ានៅលើតាប់ឡូឡានបាទយើងថតពីចេញក្នុងឡានទៅមកបាទអញ្ចឹងវាមានការរលាក់វាមានការញ័រអញ្ចឹងទៅធ្វើឲ្យវីដេអូរបស់យើងរៀងព្រាលមើលមិនសូវច្បាស់ទេនេះគេហៅថា real បាទ real ថត real តែម្ដងទេស្ងាត់ចឹងបងប្អូនទៅមានចរាចរណ៍ទេមកធ្វើការគឺបងប្អូនយើងចូលវិញយ៉ាងនេះយើងចិត្តដល់បងប្អូនវីដេអូយើងមានតែប៉ុណ្្នេះទេខ្ញុំចែករំលែកពីទស្សនវិជ្ជាតាមផ្លូវដូចជាសួរសុខទុក្ខបងប្អូនយើងខ្លះចឹងណាបាទអរគុណបងប្អូនបាទអរគុណច្រើនជម្រាបលា